bà số bọn nhạt bọn to cam bị thi to tiết phần mưa như là cam mà vấp tới tròn hia màu bà đây lấy xôm chun tới lục bột ra bà xôm trên xôm ở con lô dịch hạ chú đến xua lô pirun bạn xua lô dịch hạ đừng lục bột ra bạn lô pirun tức này miền rừng rai ấy cho biết chun đào xa thì lại chun được của tu sná bạn ở tức này trong miền tây đại cam mới cứ tiện toàn năngสมัครcách bạn hot luôn là trong này nhân là bánh cứ oi một lên nấu cơm cũng đau ngay bạn nấu từng đau viên nấu ăn cả hồi đây mưa đúng không bà xôm chinh được bắt làm mấy là bạn cứ tha được bây chỉ cả của miền bạn ở đằng sauนั่นคือสมัครcách bạn hot nôm luôn nhân là bánh của trong này miền chủng nôm tập polเนี่ยbạnรวมหนึ่งตู้ผมไปเครื่องเขาได้bạn យកមកអត្តការឋានរបស់បានស្រុកគាត់នឹងឲ្យពួកគេនឹងគឺថាលេងវាបងលេងនៅកណ្ដាលវាលតែម្ដងគឺនៅក្រោមកណ្ដាលថ្ងៃបាទហើយគឺការរៀបចំនោះគឺឲ្យមានអ្នកតាំងអស័យនេះទ្របជាកម្រាលគាត់ដែរហើយនឹងវាវហួរនោះគឺថាឲ្យគេលេងនៅទីវាលតែម្ដងបាទហើយលោកអែមរុនបាទអត្តការនៅក្បាលសុខកនលោកបានប្រាប់ឲ្យហងមិនយកដឹងថាការនាំខ្លួនក្រុមអ្នកលេងល្បែងនេះគឺបានធ្វើឡើងការរត់ស៊ីលtrongសប្តាហ៍នេះបាទនៅទីខាងជើងមួយកន្លែងស្ថិតនៅភូមិសានសបាទគុំអន្តរជាតិស្រុកកបាទហើយលោកបានលើកឡើងថាអ្នកលេងល្បែងមួយក្រុមនេះគឺកន្លងមកសមាជិកនេះគាត់បានអប់រំណែនាំម្ដងពី2ដងរួចមកហើយបាទតែពួកគេមិនព្រមរៀងចាលបាទនៅតែមកលេងតាំងពីល្បែងវាប៉ោងនេះជាប្រចាំបាទអញ្ចឹងហើយទើបលោកបញ្ជាសម្លឹងឲ្យទៅនាំខ្លួនយកមកអធិការដ្ឋានរួចឲ្យពួកគេវាវងដោយក្រៅសម្រាប់សង្កសីនឹងនៅកណ្ដាលវានឹងគឺថាក្រៅកម្ដៅថ្ងៃនឹងគឺដើម្បីឲ្យអ្នកផងទាំងពួងបានទស្សនាកំសាន្តបាទហើយរួចធ្វើកិច្ចសន្យាជាលើកចុងក្រោយបាទហើយធ្វើការបដិសេធតាមច្បាប់ផងដែរបាទតែនេះជាបញ្ជារបស់ឯកឧត្តមអាខេតលោកសុខានៅលោកបត្រាបាទអរគុណដើម្បីឲ្យពួកគេនឹងរៀងចាលផងនឹងធានាសុខភាពភូមិមានសុខភាពផងបាទអរគុណជំរាបលាលោកភិរុនរាយការណ៍ពីខេត្តពោធិ៍សាត់មកបាទជំរាបលាបាទសូមអរគុណនេះគឺជាវិធានការមួយឬក៏ជាទណ្ឌកម្មមួយដើម្បីឲ្យរៀងចាលឲ្យបញ្ចប់ការលេងល្បែងតទៅទៀតទេតែបើសិនជាគេអនុវត្តច្បាប់តែហ្មងវាមានច្បាប់ស្តីពីល្បែងស៊ីសងឆ្នាំ1996នោះអ្នកលេងគឺត្រូវប្រឈមមុខនឹងការជាប់ពន្ធនាគារមិនមែនជាការលេងសើចប៉ុន្មានទេអ្នកមកមើលក៏ជាប់ដែរហើយអ្នកកាងអ្នកបើកកាន់តែជាប់ទៀតអ្នកអនុញ្ញាតឲ្យលេងកាន់តែជាប់ទៀតអាជ្ញាធរបាទអរគុណនៅពេលនេះគឺថាពេលវេលាបានដល់ទីបញ្ចប់ទៅហើយសូមអនុញ្ញាតជម្រាបលាឲ្យលោកអ្នកតែត្រឹមហ្នឹងតែជិះលោកអ្នកជួបលោកមេរិទ្ធីកញ្ញាសុភាព័ត៌មានសំខាន់ជាច្រើនទៀតដែលនឹងផ្ដល់ជូនដល់លោកអ្នកជាបន្តបាទសូមអរគុណសូមជម្រាបលាស្អែកជួបគ្នាជាបន្តទៀតបាទ